សួស្តីមិត្តអ្នកសិក្សានិងសិស្សានុសិស្សទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះអញ្ចឹងហ្នឹងផងដែរខ្ញុំមានលំហាត់ចិនកុំភ្លេចមួយដែលតាក់ទងជាមួយសមីការជាក់ស្ដែងផងដែរលំហាត់តាក់ទងជាមួយនឹងសមីការកុំភ្លេចនេះដូចជាខានចិនច្រើនឆ្នាំណាស់ដែរអញ្ចឹងគឺកុំឲ្យខាត់ពេលយូរយើងមករៀនដោះស្រាយលំហាត់ទាំងអស់គ្នាអញ្ចឹងគេឲ្យសមីការ z ការ៉េដកជាមួយនឹង3 + 2e កតាជាមួយនឹង z បូក1ស្មើជាមួយនឹង 3e អញ្ចឹងកន្លែងនេះគឺវាអត់មានអីត្រូវស្មុគស្មាញយើងដោះស្រាយវាមួយមកតាម step របស់យើងមកដែរដោះស្រាយតាម discriminant data អញ្ចឹងមាន z ការ៉េដក3បូកឲ្យ 2e នេះកតាជាមួយនឹង z ហើយបូកមួយចឹងខ្ញុំបោះ 3e មកខាងស្ដាំមកសញ្ញាដកមកបោះមកខាងឆ្វេងបានបូកនេះស្មើ0ហើយបន្ទាប់មកខ្ញុំដោះតាម data តាម data តាម data ស្មើជាមួយនឹង b ការ៉េដក 4ac អញ្ចឹងយើងមាន b បាទរៀងសមីការរបស់យើងគឺ az ការ៉េដកជាមួយនឹង bz បូកជាមួយនឹង bz បូកជាមួយនឹង c អញ្ចឹងកន្លែងនេះគឺយើងមាន b ស្មើ3បូក 2e លើជាការ៉េអញ្ចឹងបាន3បូក 2e នេះលើជាការ៉េដកជាមួយនឹង4 a របស់យើងស្មើ1ហើយ c របស់យើងគឺស្មើ1បូក 3e អញ្ចឹងបន្តមកគឺយើងដោះមកតាមមួយបានកន្លែងនេះចូលសកម្មភាព a បូក b លើជាការ៉េអញ្ចឹងយើងអាចដាក់បាន a ការ៉េបូក2ដង ab អញ្ចឹងបាន12ណាបាទ3គុណ2គុណ2ថែមទៀតទៅបាន12អញ្ចឹងបាន 12e បូកជាមួយនឹង 4e ការ៉េតែដោយសារ e ការ៉េស្មើដក1យើងដាក់ថាដក4យកមកកន្លែងនេះអញ្ចឹងដក4អានេះខ្ញុំគុណពលាតទៅខ្ញុំបានដក4គុណ1បានដក4ដក4គុណ 3e បានដក 12e អញ្ចឹងវាស្មើជាមួយនឹងបាទ e និង e អស់បាទ 12e និង 12e អស់ហើយ4និង4អញ្ចឹងវាដក4នេះដក4វាឡើងដក8អញ្ចឹងនៅសល់9ដក8អញ្ចឹង9ដក8អញ្ចឹងនៅសល់1អញ្ចឹងយើងឃើញថា data របស់យើងគឺស្មើ1អញ្ចឹងយើងតិចបានឬ data ស្មើជាមួយនឹងឬ1អញ្ចឹងបញ្ចេញមកនៅបាន1ដដែលទេអញ្ចឹងយើងរកសិតមកបាននោះសិតស្មើជាមួយនឹងដក b បូកដកឬ data នៅលើ 2a នៅលើ 2a អញ្ចឹងការដោះស្រាយសមីការក្នុង complex នេះគឺវាដូចតែដោះស្រាយសមីការ degree ទី2ធម្មតាទេបាទយើងអាចប្រើប្រាស់ data បានបើសិនជា complex ហ្នឹង degree ទី3យើងអាចប្រើប្រាស់ទ្រឹស្ដីបត់កតាមកធ្វើបានហើយចឹងយើងបានសិតមួយចឹងយើងបានសញ្ញាដកប៉ះគ្នាចឹងចេញបូកចឹងយើងបាន3បូក 2e ណាបូក 2e ហើយបូក1នៅលើ2នៅលើ2ចឹង3បូក1 4ចឹងយើងចែក2ទៅយើងបាន2ដល់ពេល 2e ចែក2បាន2ដល់ពេលសិត2ស្មើជាមួយនឹងបាទ3បូក 2e ដក1នៅលើ2ចឹងវាស្មើជាមួយនឹងបាទ3ដក1វាឃើញ2អញ្ចឹងសម្រួលទៅវាបាន1ដល់ពេលនេះសម្រួលទៅបាន e អញ្ចឹងដូច្នេះយើងឃើញចម្លើយរបស់យើងបាទសិត1ស្មើនឹង2បូក e ហើយសិត2ស្មើជាមួយនឹង1បូកឲ្យ2ហ្នឹងហើយអញ្ចឹងគឺការដោះស្រាយសមីការរបស់យើងគឺมันមានភាពស្មុគស្មាញអីទេបានតាមលំហាត់ហ្នឹងគឺវាមិនពិបាកទេបាទបើគេចេញក្នុងប្រឡងបាក់ឌុបគឺគេអាចចេញសមីការមួយឬមួយក៏សមីការនឹងមួយហើយគេឲ្យយើងទៅសេអាចទៅសេឬពីគណិតផលគុណឬផលបូកឬអញ្ចឹងណាហើយបន្ទាប់មកគេឲ្យយើងទៅសេវាជាទម្រង់ត្រីកោណមានតែប៉ុណ្្នឹងគេរកលេខសមីការដែលអាចឲ្យយើងរកវាជាទម្រង់ត្រីកោណមានដំបូងគេអាចឲ្យយើងគណនា model ឬមួយក៏ model នឹង argument ឬមួយក៏ឲ្យយើងទៅសេជាទម្រង់ត្រីកោណមានហើយបានយើងរក model នឹង argument តាមក្រោយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងសង្ឃឹមថាវីដេអូហ្នឹងនឹងជួយសិស្សប្អូនដែលត្រៀមប្រឡងបាក់ឌុបទទួលបានជោគជ័យផងដែរទៅលើរ៉ូម៉ាំងជំនួសកុំភ្លេចបើសិនជាគេចេញសមីការអញ្ចឹងសូមអរគុណនិងសូមគោរពលា